เรียนที่ดอบคือយើងរៀនពីអនុគម concatenate land dream clean left right and mid ចឹងយើងទៅមើលអនុគមទី1នៅក្នុង file Excel អនុគម concatenate គឺយើងភ្ជាប់វាឧទាហរណ៍យើងមាន first name last name តើមកយើងចង់ភ្ជាប់វាគឺយើងអាចធ្វើតាមរូបមន្តដូចខាងក្រោមនេះនេះយើងភ្ជាប់ឈ្មោះselect លុបចោលសិនអូខេហើយនេះយើងសញ្ញាស្មើយើងដាក់ច្រឡំ concatenate ស្មើ concatenate នេះ concatenate តើមកយើង select លើ first name យើងអត់អូសទេតើមកយើងក្បៀសទៅអូសវាអត់ចាញ់ណាចេះយើង select first name ក្បៀស last name តើមកយើងបិទវងកញ្ចក់ enter ទៅយើងវាបានភ្ជាប់ first name last name អត់មាន space យើងចាប់អូសមកឈ្មោះទាំងអស់នេះវានឹងភ្ជាប់ដោយគ្មាន space នឹងជាប់គ្នាអូខេអនុគមមួយទៀតគឺយើងប្រើអនុគម len អនុគម len នេះគឺយើងចង់រាប់តើវាមានប្រមាណ character ឧទាហរណ៍នេះ The University of Cambodia ទាំងអស់វាមាន26តានេះ Institute of Finance and Accounting 35 Royal University of Phnom Penh ជាយើងអនុវត្ត len កន្លែងនេះយើងដាក់ len ស្មើ len នេះគឺយើងគ្រាន់តែ select លើ text នេះមកវានឹងរាប់ជាងនៅក្នុងនេះវារាប់ទាំង space ណា space វារាប់មួយដែរអូមកជាងក្នុងនេះវាមាននេះ Royal University of Law and Economy មាន37អនុគមមួយទៀត dream អនុគម dream ជាងកន្លែងនេះយើងដាក់សញ្ញាស្មើ dream យើង select លើ text នេះមកenter ទាញជានៅក្នុងនេះយើងមើលនៅក្នុង file យើងនេះក្នុងនេះខាងមុខនេះមាន space មួយនេះ space មួយអានេះ space អានេះ space អានេះ space 2 ដង space 2 ដង space អានេះមាន space 2 ដងដែរ space ដែរ space ជាយើងមកមើលកន្លែងនេះគឺវាកាត់ space ចោលអនុគម dream នេះវានឹងកាត់ space ចោលទុក space តែមួយទេចឹងអត់មាន space 2 តង់ដែរចឹងអនុគម dream នេះគឺជាអនុគមប្រើសម្រាប់យើងកាត់ space អត់ឲ្យមានទឹក space 2 ដងមានតែម្ដងក៏មួយទៀត clean យើងកន្លែងនេះយើងស្មើ clean យើងចុចលើ text តើមកយើង enter មកយើងចាប់អូសមកក្នុងនេះយើងឃើញចេះយើងមើលក្នុងនេះយើងឃើញវាមាន symbol ថាយើងច្រឡំដាក់លាយ symbol ចូលទៅនេះ symbol នេះនេះ symbol នេះវាកាត់ដាច់អស់ហើយនេះ symbol នេះអត់មាននេះ symbol ត្រង់ជ្រូក symbol សញ្ញានេះចេះអនុគម clean ហ្នឹងគឺវា clean របស់ណាដែលមិនមែនជា text វានឹង clean ចេញប៉ុន្តែដូចជាអក្សរ
chia so thọ $ត្រង់ជ្រូកហើយហ្នឹងអាហ្នឹងវាអត់ស្គាល់ដែរតែយើងអាចឲ្យវា clean បានមួយទៀតយើងប្រើអនុគម live សម្រាប់អនុគម live នេះគឺយើងចង់ឲ្យវារាប់តែអក្សរទៅខាងឆ្វេងឧទាហរណ៍ក្នុងនេះខ្ញុំឲ្យអានរាប់តែអក្សរ14 character ទេអញ្ចឹងយើងអនុវត្តកន្លែងនេះសញ្ញាស្មើ live សញ្ញាស្មើ live យើងចុចលើ text សិនតមកយើងក្បៀសយើងចង់ឲ្យវារាប់ពីឆ្វេងទៅស្ដាំប្រមាណតួអក្សរឧទាហរណ៍ខ្ញុំឲ្យរាប់14តួអក្សរ14គឺវាមកដល់នេះអូសនេះជាយើងបិទវងចោលមកអូខេ enter អញ្ចឹងវារាប់តែ The University ទេវាគ្រប់14រាប់ទាំង space យើងចាប់អូសទៅក្នុងនេះរាប់14ដូចគ្នានេះសិតតែ14ណាបើយើងបើក្នុងនេះឧទាហរណ៍យើងចង់ឲ្យរាប់21អូខេ enter មកនេះបានច្រើននេះដល់នេះ21តែចង់រាប់ដល់ណាវារាប់អនុគម rise នេះគឺវារាប់ពីស្ដាំមកឆ្វេងវិញអូខេ rise ចឹងក្នុងនេះយើងដាក់សញ្ញាស្មើ right យើងមក select អត្ថបទសិនក្បៀសនៅក្នុងនេះខ្ញុំចង់ឲ្យវារាប់ឧទាហរណ៍រាប់20ចុះ21ចុះបើវងចោ enter ចឹង21នេះ21វារាប់បានប៉ុណ្ណា21ឧទាហរណ៍នេះរាប់25រាប់បានប៉ុណ្ណាជាយើងចង់ឲ្យរាប់ប្រមាណអក្សរគឺវានឹងរាប់ទាំង space អានេះមានន័យថាយើងរាប់ពីស្ដាំទៅឆ្វេង លេសនេះរាប់ពីឆ្វេងទៅស្ដាំអនុគមមួយទៀតគឺអនុគម mid នេះគឺយើងកាត់វានៅកណ្ដាលឧទាហរណ៍យើងចង់រកអក្សរនេះ18ពាក្យអូខេយើងចង់រាប់អនុគម mid មកតែមកយើង select លើ text នេះតែយើងរាប់18តួតមកយើងរាប់យក8ចុះឲ្យកាត់ត្រឹម8ចុះអញ្ចឹងវាឃើញ8តួនេះអញ្ចឹងវារាប់ពី18តួនេះមាន The University of Cambodia នេះតមកយើងយកតែ8អក្សរចឹងវាកាត់ទៅត្រឹម8តែវាកាត់18នេះហើយយកនៅក្នុង8តួនេះទៀតយើងអាចមើលឃើញមើលក្នុងនេះចឹងវាឃើញចឹងនេះយកសិតតែ8ទេនេះអូខេចឹងអនុគមទាំងអស់នេះគឺយើងបានបញ្ចប់ជួយ subscribe អ្នកមួយ